មនុស្សនឹងមើលឃើញពួកយើងមើលឃើញក្មួយទៅតាមទស្សនៈផ្ទាល់ខ្លួនរបស់គេអ្នកដែលអាចមើលឃើញជីវិតរបស់ខ្លួនឯងបានណាគឺមានតែខ្លួនឯងទេហើយយុវវ័យនេះពួកយើងទាំងអស់គ្នានៅលើឆាកនេះសិតតែឆ្លប់ឆ្លងកាត់ទាំងអស់យុវវ័យចិត្តខ្លាំងដូចភ្លើងគិតតែខ្លួនឯងកម្លាំងដូចដំរីសាអញ្ចឹងខឹងម៉ែអត់ស៊ីបាយអត់បានតែមួយពេលទេអត់ពីរពេលហ្នឹងហើយដាច់ខ្យល់តែឥឡូវហ្នឹងហើយយើងធ្លាប់ឆ្លងកាត់ពួកយើងនៅលើឆាកនេះយើងធ្លាប់ឆ្លងកាត់កាលពី20-30 ឆ្នាំមុនអាត្មាសិក្សារឿងមួយនៅក្នុងដំណើរជីវិតចាប់ផ្ដើមដើរដំបូងមានប្រសង52អង្គដើរបាន3ថ្ងៃនៅសល់តែ10អង្គយើងដើរជិត1ខែនៅពេលជិតដល់គោលដៅខ្វះតែ2ថ្ងៃទៀតដល់គោលដៅក្រុមរបស់យើងបានដាច់ស្បៀងមួយយប់មួយថ្ងៃនៅពេលនោះអាត្មាមើលឃើញធម្មជាតិពិតរបស់មនុស្សលោកមួយកាលមុនដាច់អាហារដាច់ស្បៀងពួកយើងចែកគ្នារស់មានស្អីក៏ចែកគ្នាដែរប៉ុន្តែនៅពេលមួយដែលយើងដាច់ស្បៀងមួយយប់មួយថ្ងៃហើយយើងមិនគិតថាស្អែកយើងនឹងដើរដល់គោលដៅទៀតអាចនឹងមានមនុស្សដួលនៅតាមផ្លូវមនុស្សលោកចាប់ផ្ដើមលាក់នៅរបស់ណាដែលខ្លួនមាននេះជាធម្មជាតិជីវិតអញ្ចឹងយើងដើរមួយខែអាត្មារៀនរឿងមួយប៉ុណ្ណឹងបានហើយក្រោយមកទៀតអាត្មាមិនអស់ចិត្តទៀតអាត្មាសម្រេចចិត្តទៅគង់នៅក្នុងព្រៃមួយជួរភ្នំក្រវាញរយៈពេល3ខែទៅហ្នឹងគឺមិនមែនទៅដើម្បីឃើញខ្មោចទេបាទគឺទៅដើម្បីមើលខ្លួនឯងសួរថានៅក្នុងខ្លួននេះមានអីខ្លះក្នុងនេះមានន័យថាតើខ្លួនឯងហ្នឹងគិតអំពីអ្វីអំពីឆាកជីវិតទើបតែនៅពេលនោះទេស្មាស្គាល់ថាអូតាមពិតឆាកជីវិតដែលយើងអាចរស់នៅសម្រាប់ខ្លួនឯងបានគឺនៅពេលដែលយើងចាប់ផ្ដើមស្គាល់ខ្លួនឯងថាតើខ្លួនស្ថិតនៅក្នុងចំណុចណាចាប់ពីចំណុចនេះទើបពួកយើងអាចដឹកនាំជីវិតអាចអភិវឌ្ឍជីវិតបានបើសិនជាក្មួយបកូនណាម្ចាស់អត់មានផែនការជីវិតរស់នៅទេគឺអត់អាចធ្វើឲ្យបានទេ When you have two faces when you live with two faces gradually you will forget which one is real and which one is fake នៅពេលដែលយើងរស់នៅគ្មានគោលដៅច្បាស់លាស់ថាខ្លួនកំពុងតែធ្វើអីយើងអត់ដឹងថាតើយើងកំពុងរស់នៅក្នុងជីវិតរបស់យើងពិតប្រាកដឬក៏คล้ายៗទេយើងរស់នៅទៅតាមអ្វីពីមួយថ្ងៃទៅមួយថ្ងៃ